សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបផ្អាកការកម្មង់និងហៅការលក់មកវិញនៅក្នុងសកល POS ឧទាហរណ៍បើសិនជាមានអតិថិជនម្នាក់គាត់កំពុងរើសទំនិញបន្ថែមមិនទាន់រួចរាល់នៅក្នុងការគិតលុយលោកអ្នកអាចចុចផ្អាកការកម្មង់ដើម្បីរក្សាទុកការលក់ជាបណ្ដោះអាសន្នបន្ទាប់មកបញ្ចូលឈ្មោះអតិថិជនដើម្បីងាយស្រួលសម្គាល់ឥឡូវនេះអ្នកអាចចាប់ផ្ដើមបម្រើអតិថិជនបន្ទាប់បានភ្លាមៗដោយមិនបាច់រង់ចាំនៅពេលដែលអតិថិជនគាត់ចង់ធ្វើការទូទាត់លោកអ្នកគ្រាន់តែចុចទៅលើ Pack Order ជ្រើសរើសការលក់ដែលចង់បន្តហើយចុច Recall រាល់ទំនិញនឹងត្រឡប់ចូលទៅក្នុងកន្ត្រកដោយស្វ័យប្រវត្តិហើយអ្នកអាចបន្តការគិតលុយបានយ៉ាងដូចធម្មតាមុខងារ Pack and Recall ជួយឲ្យអ្នកបម្រើអតិថិជនបានយ៉ាងលឿនកាត់បន្ថយការរង់ចាំនិងធ្វើឲ្យការលក់ដំណើរការបានយ៉ាងរលូនសូម្បីតែនៅក្នុងម៉ោងមាញឹកក៏ដោយ